នៅគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាប្រជាជនស្ពាយសំពីជីវិតយ៉ាងស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃកសិករតស៊ូនឹងទឹកជំនន់គ្រោះរាំងស្ងួតការប្រែប្រួលចុះឡើងនៃតម្លៃកសិផលដែលគំរាមកំហែងដល់ជីវភាពរស់នៅកម្មករជួញកម្លាំងកាយបដូរយកប្រាក់ឈ្នួលសម្រាប់តែចិញ្ចឹមគ្រួសារសិស្សមួយចំនួនដើររាប់គីឡូម៉ែត្រទៅសាលារៀនមិនជិតមន្ទីរពេទ្យខ្លះក៏នៅឆ្ងាយទីហ៊ានឈរយាមនៅព្រំដែនហាលថ្ងៃខ្យល់ភ្លៀងហើយក៏អាចពលីជីវិតបានគ្រប់ពេលក៏ប៉ុន្តែយើងក៏មើលឃើញការលំបាកទាំងនេះថាជាទណ្ឌកម្មជីវិតយើងត្រូវមើលឃើញការលំបាកជាឱកាសដើម្បីឲ្យយើងរឹងប៉ឹងឲ្យយើងងើបឈរឲ្យខ្ពស់ឈរឲ្យមាំយើងត្រូវចាត់ទុករាល់ការលំបាកជាកម្មចន្ទាដែលជួយឲ្យយើងឡើងបានកាន់តែខ្ពស់មើលបានកាន់តែឆ្ងាយចាត់ទុកឧបសគ្គដែលយើងបានពុះពៀជាគ្រូជាមគ្គុទ្ទេសក៍ជាគ្រាប់ពូជនៃធម៌ពលដ៏អស្ចារ្យបំផុតដែលជួយឲ្យយើងលូតលាស់ទឹកភ្នែកមិនមែនជាសញ្ញានៃភាពទន់ខ្សោយទេទឹកភ្នែករបស់យើងនៅថ្ងៃនេះគឺជាការវិនិយោគសម្រាប់ជ័យជំនះនៅថ្ងៃអនាគតប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាគឺជាភស្តុតាងមានជីវិតដែលបង្ហាញថាជ័យជំនះកើតចេញពីការលំបាកនិងការតស៊ូជាតិយើងបានស្គាល់រសជាតិនៃការបាត់បង់ការបំផ្លិចបំផ្លាញនិងទុក្ខសោកវេទនាប៉ុន្តែកម្ពុជានៅតែបន្តដំណើរទៅមុខនេះក៏ដោយសារតែកម្លាំងឆន្ទៈរបស់ប្រជាជននិងចំណេះជំនាញរបស់យុវជនកម្ពុជាមិនអាចរីកចម្រើនលឿនបានទេប្រសិនបើយុវជនកិច្ចវេះបោះបង់ចោលពេលជីវិតជួបឧបសគ្គកម្ពុជាត្រូវការយុវជនដែលប្រែក្លាយការលំបាកទៅជាចក្ខុវិស័យទៅជាផែនការទៅជាការអនុវត្តជាក់ស្ដែងចក្ខុវិស័យរបស់យុវជនក្តីស្រមៃរបស់យុវជនចំណេះនិងជំនាញរបស់យុវជនការបដិញ្ញាចិត្តរបស់យុវជននឹងនាំប្រទេសកម្ពុជាឆ្ពោះទៅមុខអនាគតរបស់ប្រទេសកម្ពុជាចាប់ផ្ដើមពីយុវជនពឹងផ្អែកលើយុវជនសូមចាំថាយុវជនគឺជាស្ថាបត្យករនៃអនាគតរបស់កម្ពុជាខ្ញុំ